បាទសួស្តីស្វាគមន៍មកកាន់វីដេអូថ្ងៃចុងក្រោយនៅថ្ងៃ Conference នៅស្លូវេនៀបាទក្រោយព្រឹកឡើងគឺអាហារពេលព្រឹករបស់យើងគឺដដែលទេបាទនំប៉័ងជាមួយនឹងបាទcereal បាទហើយយើងក៏បានត្រៀម check out ដោយសារតែបាទយើងថ្ងៃនេះគឺកម្មវិធីដើរលេងជុំវិញ Maribu អញ្ចឹងយើង check out ហើយយើងដើរនៅក្នុងផ្លូវក្រោមដីហ្នឹងឡើងទៅច្រកមកខាងទៀតដែលជាប្រាសាទបុរាណហើយនឹងទេសភាពប្លែកៗនៅជុំវិញបាទទីក្រុង Maribu នេះផងដែរហើយនៅថ្ងៃចុងក្រោយនេះគឺលោកគ្រូគាត់មួយចំនួនគាត់ចាក់ចេញទៅប្រទេសគាត់វិញហើយតែសតតែលោកគ្រូដែលគាត់ចង់មានដំណើរកម្សាន្តថ្ងៃចុងក្រោយហ្នឹងក៏បានជួបជុំគ្នាបាទដើរលេងជុំវិញទីក្រុង Maribu ហើយមានអ្នកគ្រូគាត់អ្នកបាទធ្វើមគ្គុទេសបាទណែនាំបញ្យលពីបាទផ្សេងៗទៅនៅទីក្រុងនេះផងដែរហើយមកដល់កន្លែង Central Maribu នេះគឺមានកន្លែងនេះគឺជាវេទិកាគេអប់រំក្មេងៗជាលក្ខណៈរួមអញ្ចឹងឲ្យតែមានរៀងរាល់ថ្ងៃឈប់សម្រាកអញ្ចឹងគេបង្កើតវេទិកាអប់រំក្មេងៗកំសាន្តជាមួយក្មេងៗនៅទីក្រុងនេះផងដែរហើយមានអ្នកសម្របសម្រួលជាច្រើនអញ្ចឹងយើងក៏បានបន្តដំណើរមកកន្លែងមួយទៀតបាទកន្លែងដែលមានអគារចាស់បុរាណដែលសង់ទុករាប់រយឆ្នាំហើយក៏ជាប្រវត្តិសាស្ត្រនៅកន្លែងទីក្រុង Maribu នេះផងដែរដោយសារតែអគារចាស់ៗនៅទីនេះគឺគេអភិរក្សចំណែកអគារថ្មីផ្សារទំនើបពោះគឺគេយកទៅធ្វើនៅទីក្រុងវិញអញ្ចឹងយើងបានមកដល់កន្លែងមួយដែលជាអគារចាស់បំផុតដែលមានដើមឈើព័ទ្ធជុំវិញអាហ្នឹងភ្លេចឈ្មោះអត់ហើយប៉ុន្តែជាកន្លែងដែលភ្ញៀវទេសចរគាត់មកលេងច្រើនហើយបន្តទៅទៀតហ្នឹងគឺមានផ្សារទំនើបបែបបុរាណគេហៅផ្សារទំនើប classic ដែលលក់បាទសម្ភារៈបោះផ្សេងហើយអ្នកគ្រូពាក់អាក្រមគាត់អ្នកកទេសបាទគាត់ឆ្លាញ់កម្មាខ្ញុំជូនគាត់បាទគាត់ពាក់ណាស់ករហូតហើយមកដល់កន្លែងនេះយើងឃើញមានសាលាខ្លះគាត់នាំសិស្សដើរលេងក៏ក្មេងតូចចឹងមកដល់កន្លែងរង្វង់មូលធំជាងគេនៅកន្លែងទីក្រុង Maribu នេះគឺមានដងស្ទឹងមួយស្ទឹងហ្នឹងគឺនៅទីនេះមានព្រះវិហារកាតូលិកមួយដែរហើយយើងអាចទស្សនាទេសភាពបានស្អាតជាច្រើននៅជុំវិញនេះគឺមានបាទអគារបុរាណមួយដែលមានដើមឈើមួយគេហៅ Heavenly Tree ដែលយើងអាចមកអង្គុយសម្រាកនៅទីនេះមើលទេសភាពដងស្ទឹងបាទនេះគឺជាដើម Heaven Tree ដែលគេណែនាំមិញឲ្យយើងស្គាល់បើនៅស្រុកខ្មែរគេហៅដើមពូតែនៅហ្នឹងគេហៅដើម Heaven ដើមឋានសួគ៌ហើយយើងក៏បានចុះដើរជុំវិញប្រាសាទមួយនៅជុំវិញដងស្ទឹងហ្នឹងហើយបន្តិចទៀតយើងនឹងដើរទៅលេងនៅទេសភាពមាត់ស្ទឹងចឹងដល់កន្លែងហ្នឹងគឺអ្វីដែលជាទស្សនីយភាពនិងការកម្សាន្តគឺសត្វកង្ងានបាទនឹងគឺសត្វកង្ងានច្រើនមែនទេតែយើងអាចមកលេងហើយឲ្យចំណីកង្ងានញ៉ាំហើយកង្ងានចេះទៀតឲ្យតែឃើញមានមនុស្សដើរមកគឺវាសំដៅមករកយើងព្រោះយើងវាថាយើងមានអីឲ្យវាញ៉ាំអញ្ចឹងទៅមកទាំងវងអញ្ចឹងទៅយើងអាចថតរូបលេងគាត់អញ្ចឹងទៅហើយបន្ទាប់មកយើងដើរលេងលើស្ពានក្រោមស្ពានកន្លែងនេះអត់មានទុកជីមិនមានទុកជីទុកទៀតអញ្ចឹងយើងបន្តដំណើរដើរថតរូបនៅជុំវិញបាទនៅកន្លែងនេះក៏បានមកដល់កន្លែងដែលជាកន្លែងពេញយមមួយដែរគឺកន្លែងដើរទៅពីងបាជូដែលមានអាយុកាលយូរឆ្នាំហើយនេះគឺជាប្លង់ដែលគាត់បង្ហាញជុំវិញទីក្រុង Maribu បាទនេះគឺជា Sun Clock បាទនាឡិកាសម័យបុរាណដែលគេមើលតាមរយៈពន្លឺថ្ងៃពន្លឺព្រះអាទិត្យបាទហើយយើងក៏បន្តដំណើរទៅមុខទៀតទៅដល់កន្លែងសំណង់អគារបុរាណចាស់ៗដែលគេចាប់ផ្ដើមជួសជុលឡើងវិញដើម្បីរៀបស្អាតហើយនៅជិតហ្នឹងគឺមានផ្សារកសិផលបុរាណមួយដែរផ្សារ
ษณะហ្នឹងគឺអាចថាតំណែងអាចរឿងធូរថ្លៃបន្លែផ្លែឈើផ្សេងៗជាងអាចទិញនៅនឹងបានព្រោះនឹងជាផ្សារដែលគេប្រមូលផលតាមចង្ការរបស់គេមួយហើយយើងអាចរកទិញនៅនឹងបានបើសិនបើយើងចង់ធ្វើម្ហូបខ្លួនឯងហើយមានអារម្មណ៍ថាផ្លែឈើឬក៏កន្លែងនេះគឺលក់មកអាចថាធូរថ្លៃបាទយើងអាចរកទិញញ៉ាំបានបាទដើរផុតពីផ្សារកសិផលបុរាណគេហ្នឹងបាទយើងមកដល់ទីធ្លាសាកលវិទ្យាល័យមួយដែលនៅជិតហ្នឹងគឺបាទទេសភាពល្អបាទឃើញអញ្ចឹងស្អាតតែនៅហ្នឹងគឺមានសាកលវិទ្យាល័យមួយដូចឈ្មោះថា50 lab បាទកន្លែងនេះសាកលវិទ្យាល័យអត់សូវឃើញមានសិស្សទេប្រហែលជាថ្ងៃ holiday បាទមនុស្សឈប់សម្រាកច្រើនហើយនៅទួលមុខនេះគឺមានអគារព្រះវិហារកាតូលិកបាទចាស់បុរាណមួយដែរហើយជុំវិញនេះគឺជាទីក្រុងរណបបាទយើងឃើញមានចាស់គាត់មកអង្គុយលេងហូបកាហ្វេញ៉ាំអីជុំគ្នាអញ្ចឹងនៅជុំវិញហ្នឹងបាទដល់ចុះដល់ឡើងគឺត្រូវដល់ម៉ោងឡានក្រុងចេញហើយអញ្ចឹងពួកខ្ញុំនាំគ្នារៀបអីវ៉ាន់យកអីវ៉ាន់ពីស្ថានភាពនាំគ្នាមកនៅចាំឡានក្រុងដើម្បីធ្វើដំណើរទៅ Budapest បាទអរគុណសម្រាប់ការទស្សនាវីដេអូជួបគ្នាវីដេអូបន្តទៀតបាទ